ខ្ញុំបាទឈ្មោះអឹងបានខ្ញុំបាទឈ្មោះហ៊ឿនពិសីជានិស្សិតប្រវត្តិវិទ្យាឆ្នាំទី3ចំនួនទី26នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងថ្ងៃនេះដែរក្រុមរបស់នាងខ្ញុំបានចុះមកដល់ទីតាំងផ្ទាល់នៃប្រាសាទភ្នំជីសូដែលស្ថិតនៅក្នុងទីតាំងខេត្តតាកែវដើម្បីសិក្សាស្រាវជ្រាវអំពីប្រវត្តិសិល្បៈនិងស្ថាបត្យកម្មដែលដឹកនាំបង្រៀនដោយលោកគ្រូលេងស៊ីរ៉ង់ដូច្នេះគុំបងអង្គយូសូមចូលរួមទស្សនានិងសម្ដាប់ដូចតទៅប្រាសាទភ្នំជីសូសម្រាប់ប្រាសាទភ្នំជីសូនេះផងដែរគឺស្ថិតនៅលើកំពូលភ្នំជីសូដែលមានកម្ពស់ប្រហែល130ម៉ែត្រដែលស្ថិតនៅក្នុងភូមិដកពោឃុំវៀងស្រុកសំរោងខេត្តតាកែវហើយបើយើងធ្វើដំណើរតាមរថយន្តពីភ្នំពេញទៅច្រកភ្នំដិនតាមផ្លូវជាតិលេខ2ដែលកាត់តាមក្រុងតាខ្មៅកាត់ស្រុកកណ្ដាលស្ទឹងកាត់ស្រុកបាទីនិងប្រាសាទនាងខ្មៅគឺមានចម្ងាយប្រហែល62គីឡូម៉ែត្រដោយប្រើរយៈពេលប្រហែល1ម៉ោងរួចបត់ស្ដាំចូលតាមផ្លូវលំមួយដែលមានរយៈចម្ងាយប្រហែល5គីឡូម៉ែត្រពីផ្លូវជាតិលេខ2ហើយបើគេធ្វើដំណើរចេញពីទីរួមខេត្តតាកែវមកវិញគឺមានរយៈចម្ងាយប្រហែល27គីឡូម៉ែត្រសម្រាប់ប្រាសាទភ្នំជីសូនេះផងដែរគឺគេនិយមឡើងតាមជណ្ដើរថ្មខាងលិចដែលមានចំនួន390កាំរួចចុះតាមជណ្ដើរខាងត្បូងដែលមាន408កាំចំមុខប្រាសាទគេឃើញមានខ្លោងទ្វារនិងមានជណ្ដើរមួយទៀតដែលសាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែននិងប្រាសាទភូវាំងនិងទន្លេអ៊ុំដែលជាបឹងការពីអតីតកាលដែលគេចាត់ទុកថាគឺជាបឹងដ៏ស័ក្តិសិទ្ធិសម្រាប់ធ្វើពិធីងូតទឹកលាងបាតតាមលទ្ធិព្រហ្មញ្ញសាសនាក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយដែលបែរមុខទៅទិសខាងកើតនិងពីរយប់ដែលមានបណ្ដោយប្រវែង100ម៉ែត្រនិងទទឹង80ម៉ែត្រនៅប៉ែកខាងត្បូងនៃប្រាសាទមានព្រះវិហារពុទ្ធសាសនាសាងសង់ថ្មីមួយនិងនៅខាងក្រោយមានសាលាធម្មភាមួយខ្នងដែលមានកុដិព្រះសង្ឃនិងមានទីសក្ការៈតូចមួយទៀតហើយមានអាងទឹកចំណាស់មួយដែលធ្វើអំពីបេតុងជាថ្នាក់នៅលើភ្នំជីសូមានប្រាសាទបុរាណមួយថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើនប៉ុន្តែវាមានលក្ខណៈល្អផ្ដាច់លើប្រាសាទនានានៅក្នុងតំបន់នេះពីលើកំពូលភ្នំនេះគេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទីបើសិក្សាទៅលើប្រវត្តិនៃប្រាសាទភ្នំជីសូវិញឃើញថាសំណង់នៃប្រាង្គប្រាសាទបុរាណជាមរតកវប្បធម៌ខ្មែរដ៏មានតម្លៃដ៏មិនអាចកាត់ថ្លៃបានឡើយដែលលក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែមានការកំណត់សម្គាល់នៅប្រវត្តិនៃការកសាងពីរបែបគឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាមរយៈសិលាចារឹកផងនិងមួយបែបទៀតតាមរយៈរឿងព្រេងនិទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចែកចាំនិយាយតគ្នាផងបើតាមសិលាចារឹកនៅលើភ្នំជីសូមានឈ្មោះថាសីសូបរពតឬសូបោពតដែលមានន័យថាភ្នំរបស់ព្រះបាទសូវរ្ម័នទី1នៅក្នុងប្រាសាទភ្នំជីសូមានសិលាចារឹក2ដែលសិលាចារឹកទី1និយាយអំពីការថ្វាយគ្រឿងសក្ការបូជានានាចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថាសូវបរពតដែលមានន័យថាភ្នំសូវនៅក្នុងឆ្នាំ1019នៃគ្រិស្តសករាជចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទី2បានអធិប្បាយពីព្រះបាទសូវរ្ម័នទី2ដែលជាឯកអេកកាព្រះអង្គគឺជាកូនចៅរបស់ស្ដេចមហន្តរវរ្ម័នចំពោះតាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារនោះបានរៀបរាប់ពីការធ្វើពិធីសេវលឹងឈ្មោះសូវិមេស្វារៈនៅក្នុងប្រាសាទសូទ្រីឬជីសូនៅក្នុងឆ្នាំ1018នៃគ្រិស្តសករាជ
ចំណែកឯសិលាចារឹកអង្គរខេត្តសៀមរាបបានហៅប្រាសាទភ្នំជីសូរថាស្រីសូគិរីនិងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាឡដែលខ្មែរបុរាណហៅថាកំរងតេជគុតដែលបាននង្គល់នៅប្រាសាទនេះផងដែរមួយវិញទៀតបើតាមការសិក្សាបែបរឿងព្រេងនិទានវិញនោះមានប្រវត្តិនៃការកសាងភ្នំជីសូរដូចតទៅនេះសិលាចារឹកនៅប្រាសាទភ្នំជីសូរចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរនៅតែមានការចេះចាំហើយបានដំណើររឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះចាំតគ្នាពីមាត់មួយទៅមាត់មួយថាកាលពីព្រេងនេះមានព្រះមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសមួយកន្លែងស្ថិតនៅខាងកើតភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថាទន្លេអ៊ុំរាជនិវេសនោះឈ្មោះថាសែនភូវាំងដែលមានឈ្មោះនិងស្នាថ្នាមនៃទីកន្លែងមកទល់នឹងបច្ចុប្បន្នកាលនោះមានការរៀបចំពិធីមួយហៅថាជាការកោសលគុណស្ដេចដែលរាជសព្ទហៅថាពិធីចម្រើនប្រកែកឬរាជឱរសក្នុងគ្រានោះដែរក៏មានពួកព្រាហ្មណ៍ជាគ្រូអាចារ្យសំខាន់បានជូនពរសាបសាទុខាពរជ័យដល់ព្រះឱរសនោះប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យដល់ព្រះរាជឱរសថាសូមឲ្យខ្លាំងដូចស្រមោចឲ្យពូកែដូចខ្មោចនិងមានចិត្តមុតដូចស្រីគ្រានោះដែរមានមជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និងព្រះមហាក្សត្រផងដែរបានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយស្ដេចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យព្រាហ្មណ៍នោះបានបកស្រាយដូចតទៅនេះដែលពរទី1ខ្លាំងដូចស្រមោចគឺសំដៅទៅលើការកំណត់ច្បាស់ថាស្រមោចជាសត្វមានកម្លាំងខ្លាំងទន្ទឹមនេះដែលព្រាហ្មណ៍បានបញ្ជាក់ថាឲ្យយកដែកពុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯងពេលនោះមនុស្សលើកដែកនោះពុំរួចទេប៉ុន្តែបើគេយកមកចូលទំហំពុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេឃើញថាស្រមោចពាំទៅបាត់នេះហើយដែលហៅថាខ្លាំងដូចស្រមោចចំណែកឯពរទី2ពូកែដោយខ្មោចគឺគេឲ្យយកខ្មោចតៃហោងទាំង7ទៅកប់នៅភ្នូជិតគ្នាក្នុងបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្ទើប្រាក់នៅទីកណ្ដាលនោះដែរនៅពេលយប់គេមានរៀបចំតែអុជធូបខ្សែនៅទីនោះដែលគេសួរថាតើមាននរណាហ៊ានទៅជីកឬក៏ការយកផ្ទើប្រាក់ទាំងយប់ឬអត់គេថាមិនមាននរណាហ៊ានទៅជីកយកទេនេះហើយដែលហៅថាមានទៅពូកែដោយខ្មោចនោះចំណែកឯពរទី3ចិត្តមុតដូចស្រីគឺមានដំណើររឿងជាក់ស្ដែងដែលបានបង្ហាញថាស្ត្រីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តីដើម្បីបានទ្រព្យសម្បត្តិនិងកិត្តិយសចំណែកឯប្តីវិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិនិងបុណ្យស័ក្តិនោះឡើយនេះហើយដែលមានការលើកឧទាហរណ៍បញ្ជាក់ឲ្យឃើញជាក់ស្ដែងថាពិតជាស្ត្រីមានចិត្តមុតមែននៅពេលដែលទ្រង់បានជៀបនិងយល់ពីអត្ថន័យតាមការជូនពរនោះហើយភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផងមានការយកព្រមហើយមានការគាំទ្រនិងលើកដឹកកើនព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់កូនស្ដេចទៀតផងមិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរគឺប្រាសាទភ្នំជីសូរទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះដើម្បីជូនដល់ព្រាហ្មណ៍នោះគង់នៅព្រមទាំងធ្វើជាបូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរប្រាសាទភ្នំជីសូរកសាងក្នុងរាជរបស់ព្រះបាទស្រីសូរ្យវរ្ម័នទី1នាសតវត្សទី11ដើម្បីឧទ្ទិសដល់ព្រះបាទឥសូរក្នុងទម្រង់ជាសិវលិង្គព្រះនាមសូរ្យបរមេសូរនិងមានចម្លាក់ឧទ្ទិសដល់ទេពព្រះនរាយណ៍ព្រះឥន្ទនិងព្រះព្រហ្មផងដែរប្រាសាទភ្នំជីសូរមានប្រាង្គ6បែរមុខទៅទិសខាងកើតទាំងអស់និងហោត្រៃ2បែរទៅទិសខាងលិចហើយថែរៀងចតុកោណកែងសង់ពីថ្មបាយក្រៀមនៅក្នុងសម័យកណ្ដាលប្រាង្គកណ្ដាលរបស់ប្រាសាទទំនងជាត្រូវអ្នកស្រុកកែរបៀងជាកំពូលចាក់ដីដើម្បីឲ្យក្លាយទៅជាទីតម្កល់ព្រះបរមមហាសរីរិកធាតុដោយបុរាណឋានប្រមាញ់សាសនាដទៃទៀតដែលបានប្រែក្លាយជាសាសដ្ឋានពុទ្ធសាសនាតាមរបបជំនឿរបស់សង្គមខ្មែរប្រាង្គនេះអ្នកស្រុកហៅថាវិហារក្នុងជាទីស្ថានសំខាន់សម្រាប់វត្ថុភ្នំជីសូរប្រាសាទភ្នំជីសូរមានជណ្ដើរបុរាណធ្វើពីថ្មបាយក្រៀមចុះទៅទិសខាងកើតមានគោបុរៈ2នៅបន្តបន្ទាប់គ្នានៅជើងភ្នំឈ្មោះថាប្រាសាទសែនថ្មនិងប្រាសាទសែនរវាំងឬសែនភូវាំងខាងកើតនៃគោបុរៈនេះទៀតមានបារាយណ៍មួយដែលអ្នកស្រុកហៅថាទន្លេអ៊ុំដែលមានទំហំប្រមាណ
380 ម៉ែត្រคูณនឹង200ម៉ែត្រតាមទំហំទន្លេអ៊ុំនិងសន្តានដីនៅតំបន់នោះដែលសម្បូរប្រភពទឹកទន្លេនេះជីកឡើងក្នុងអត្ថន័យជានិមិត្តរូបតំណាងឲ្យមហាសមុទ្រច្រើនជាងការកសាងប្រព័ន្ធធារាសាស្ត្រសម្រាប់ប្រើប្រាស់ ប្រាសាទភ្នំជីសូស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនបើតាមសាលាចរិតយើងអាចដឹងបានថាប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងអំឡុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1នៅដើមសតវត្សទី11ពោលគឺនៅក្នុងឆ្នាំ1010ដល់1012នៃគ្រិស្តសករាជបើគិតពីរជ្ជកាលរបស់ព្រះអង្គរវាងឆ្នាំ1002ដល់ឆ្នាំ1050នៃគ្រិស្តសករាជប្រាសាទនេះគឺបានកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាព្រោះតែគេសំអាងទៅលើចម្លាក់នៅលើហោជាងនឹងផ្ដែដែលមានឆ្លាក់តាក់ទងទៅនឹងព្រះឥសូរអង្គុយជាមួយនឹងព្រះមហេសីរបស់ព្រះអង្គគឺព្រះនាងឧមាដែលគង់នៅលើគោនន្ទិហើយយើងក៏ឃើញមានចម្លាក់ព្រះឥសូររាំផងដែរប្រាសាទនេះគឺបានកសាងឡើងពីថ្មភក់និងថ្មបាយក្រៀមប្រាសាទភ្នំជីសូកសាងតាមប្លង់ដើម្បីប្លង់លើខ្សែអ័កពីលិចទៅកើតរត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំមានប្រាសាទសែនថ្មល់ដែលថ្មនេះជាពាក្យបាលីសំស្ក្រឹតដែលមានន័យថាគោដែលសំដៅទៅលើគោនន្ទិដែលជាយានជំនិះរបស់ព្រះឥសូរនេះឯងប្រាសាទសែនថ្មល់គឺសម្រាប់ដង្កល់គោនន្ទិហើយយើងក៏ឃើញមានប្រាសាទសែនវាំងឬសែនភូវាំងនិងទន្លេអ៊ុំផងដែរដែលទន្លេអ៊ុំគឺជាបារាយណ៍ឬតំណាងឲ្យទន្លេកង្គាសម្រាប់ធ្វើពិធីលាងបាបឬពិធីស៊ីវលឹងផ្សេងៗក្រុមប្រាសាទកណ្ដាលគឺស្ថិតនៅលើភ្នំព័ទ្ធដោយផែនជុំវិញមានក្លោងទ្វារធំពីរគឺនៅខាងលិចនិងខាងកើតនៅចំកណ្ដាលបរិវេណប្រាង្គសក្ការៈគឺមានប្លង់កក្បាតលយចេញទៅទិសខាងកើតដោយមិនដប់នៅអមសងខាងមុខប្រាង្គប្រាសាទគឺមានហោត្រៃឬបណ្ណាល័យពីរបែរមុខទៅទិសខាងលិចលុះសម័យក្រោយអង្គរភ្នំជីសូក៏នៅតែជាទីសក្ការៈរបស់អ្នកស្រុកក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយពីព្រហ្មញ្ញសាសនាមកព្រះពុទ្ធសាសនាដោយសំណង់សក្ការៈបានកែជាចែកដីហើយមណ្ឌបក៏បានកែទៅជាព្រះវិហារនៅក្នុងន័យព្រះពុទ្ធសាសនាគោរពព្រះសិរីរិកធាតុនាពេលបច្ចុប្បន្នប្រាង្គសក្ការៈប្រជាជននិយមហៅថាព្រះវិហារក្នុងនៅក្នុងប្រាសាទយើងក៏ឃើញមានដង្កល់ទេវលឹងសម្រាប់ធ្វើពិធីបូជាទៅដល់ព្រហ្មញ្ញសាសនាផងដែរបាននិយាយអំពីសាលាជ្រឹកវិញនៅលើមេទ្វីហោត្រៃខាងជើងមានសាលាជ្រឹកមួយដែលខូចខាតច្រើនកន្លែងហើយអក្សរក៏ពុំខ្វៀកស្មើដែរទៀតរីឯសាច់ថ្មវិញគឺពុំបានរំលេងឲ្យបានម៉ត់ល្អទេដូច្នេះហើយបានជាក្រដាសយកទៅប្រឌិតគឺពុំបានច្បាស់ល្អសោះដែលពិបាកមើលច្រើនកន្លែងសិលាចារឹកលេខ32ចុះកាលបរិច្ឆេទនៅឆ្នាំ1038សកៈត្រូវនឹងឆ្នាំ1116នៃគ្រិស្តសករាជបានរៀបរាប់ថាព្រះបាទសូរ្យវរ្ម័នទី2បានតែងតាំងយោកិនឈ្មោះភិកាលដែលមានទ្រព្យសម្បត្តិស្ដុកស្ដំថែរក្សានៅគម្រោងជគុតស្រីសូរ្យបរពតសិលាចារឹកអ្នកសិក្សាស្រាវជ្រាវបានរកឃើញថានៅលើភ្នំជីសូទាំងអស់មានចំនួន4គឺ3ផ្ទាំងជាគោលដោយខ្លួនឯងនិងមួយផ្ទាំងទៀតចាជាប់នឹងស៊ុមទ្វារសេចក្តីនៅក្នុងសិលាចារឹកទាំងអស់មានចុះនាមព្រះមហាក្សត្រចំនួន3អង្គគឺព្រះបាទសូរ្យវរ្ម័នទី1ព្រះបាទធរណិន្ទ្រវរ្ម័នទី1និងព្រះបាទសូរ្យវរ្ម័នទី2ដែលជាហេតុនាំឲ្យគេចាប់សេចក្តីបានថាព្រះមហាក្សត្រទាំង3អង្គនេះមានការជាប់ពាក់ព័ន្ធទៅនឹងដំណើរកសាងបុរាណវត្ថុនេះជាប្រកបមែនសិលាចារឹកបណ្ឌិតសេវាចារបានចុះថាកាលឆ្នាំ1017ក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី1លោកបណ្ឌិតសេវាចារបានចុះបំពេញបុព្វជានៅក្នុងសាសនាព្រាហ្មណ៍ដែលស្ថិតនៅក្នុងទីអាស្រមមួយកន្លែងឈ្មោះយោគេទឹកត្រឡៃដែលពួកគេមានសទ្ធាបានចូលរួមកសាងនៅលើកំពូលភ្នំបន្ទាប់មកមានមន្ត្រីជាន់ខ្ពស់ម្នាក់នាមកុំស្ដេងអញស្រីវិរិន្ទ្រដែលជាអ្នកឧបត្ថម្ភអាស្រមយោគេត្រឡៃនិងជាអាស្រមរបស់លោកបណ្ឌិតសេវាចារដែលបានផ្ដាំគំនិតឬតាតែងអាស្រមឲ្យបានធំធេងការរុងរឿងហើយកិច្ចការដ៏ធំនេះធ្វើទៅបានលុះត្រាតែមានមធ្យោបាយគ្រប់គ្រាន់បានជាលោកបណ្ឌិតសេវាចារនិងមន្ត្រីជាន់ខ្ពស់ស្រីវិរិន្ទ្រមូលមតិគ្នាធ្វើគម្រោងការមួយដាក់ថ្វាយព្រះមហាក្សត្រឲ្យទ្រង់ពិនិត្យដើម្បីសុំការអនុញ្ញាត
ជារួមមកតាមរយៈការបកស្រាយខាងលើដែលរួមបញ្ចូលនៅចំណុចដូចជាទីតាំងភូមិសាស្ត្រប្លង់ប្រាសាទសម្ភារៈសំណង់ស្ថាបត្យកម្មព្រមទាំងបង្ហាញឲ្យយើងដឹងថាប្រាសាទភ្នំជីសូរកសាងឲ្យទៅចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរហើយប្រាសាទនេះគឺជាស្ថាបត្យកម្មប្រាសាទមួយដែលមានទីតាំងនៅខេត្តតាកែវប្រាសាទត្រូវបានប្រើប្រាស់សម្ភារៈសំណង់ពីថ្មភក់បើយើងទៅមើលលើការតុបតែងប្រាសាទមានដូចជាផ្តែរហោជាងចម្លាក់យើងអាចសន្និដ្ឋានបានថាប្រាសាទនេះត្រូវបានរួមបញ្ចូលទៅនឹងរចនាបថឃ្លាំងនិងបាពួននេះរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៅដើមសតវត្សទី11ដោយឃើញថាបច្ចុប្បន្នប្រាសាទនេះត្រូវបានខូចខាតមួយភាគធំនៅក្នុងអំឡុងសង្គ្រាមនាទសវត្សរ៍ឆ្នាំ1970 ទោះយ៉ាងនេះក្តីប្រាសាទនៅតែមានភាពស្រស់ស្អាតរួមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាល